នេះគឺជារបៀបដែលយើងអាចរក្សាគុណភាពបន្លែឬក៏ផ្លែឈើយើងទុកបានយូរអត់ឆាប់ខូចអត់ឆាប់ស្វិតទេជាពិសេសម៉ាក់ដែលគាត់មានវ័យដូចកូនប៉ុនខ្ញុំអញ្ចឹងណាចា4-5 ខែឡើងទៅចាប់ផ្ដើមចំហុយជាផ្លែឈើបន្លែចំហុយឲ្យកូនញ៉ាំឬក៏ធ្វើបបរខាត់គ្រប់គ្រឿងគឺវាជួយផ្ដល់ភាពងាយស្រួលដល់យើងទី1គឺយើងអាចបែងចែកប្រភេទពួកបន្លែមួយថ្ងៃសម្រាប់ដូចខ្ញុំឥឡូវអញ្ចឹងគឺខ្ញុំកូននឹងកំពុងតែញ៉ាំប្រភេទបន្លែចំហុយអញ្ចឹងគឺខ្ញុំបែងចែកដាក់ដោយឡែកអញ្ចឹងចាងាយស្រួលនៅពេលដែលយើងត្រូវការយកមកចំអិនទៅគ្រាន់តែបើកទូទឹកកកមកចាគឺយើងអាចយកមកប្រើបានហើយយើងអត់មានប្រអប់នេះទេដាក់ក្នុងថង់ឬក៏យើងដាក់ក្នុងទូទឹកកកបន្លែយើងគឺឆាប់ខូចហ្មងវាឆាប់ស្វិតណាអញ្ចឹងគឺមានប្រភេទប្រអប់នេះគឺស្រួលបំផុតហើយនេះគឺខ្ញុំបែងចែកបែបហ្នឹងហើយនៅពេលដែលត្រូវការចំហុយគឺខ្ញុំដកទៅមកប្រអប់មកចំហុយកូនខ្ញុំញ៉ាំបានហើយប្រអប់នេះគឺយើងអាចទុកបានរហូតដល់2អាទិត្យជាងអីអាហ្នឹងគឺខ្ញុំប្រើតាំងកូនទី1ហើយសម្រាប់ខាងខ្ញុំមិនមានតែខ្នាតទេមានរហូតដល់3ខ្នាតសម្រាប់ខ្នាតនេះគឺអែមខ្លាំងមែនតើនៅពេលដែលចូលកូនវ័យកូនគាត់ញ៉ាំបបរខាប់គ្រប់គ្រឿងអីអញ្ចឹងយើងអាចដាក់សាច់ដាក់អីបានទៀតនេះជាប្រភេទដៃកាន់បែបនេះនិយាយទៅស្អាតមែនតើហ្មងហើយមាំគឺបិទចិត្តល្អទៀតអញ្ចឹងសម្រាប់ម៉ាក់ដែលគាត់ចាប់អារម្មណ៍អាចតាក់ទងជិតពេករបស់ខ្ញុំបានណា